លោកអ្នកកំពុងទស្សនាកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីជាមួយខ្ញុំបាទនិងបងស្រីម៉ានិតដែលបងស្រីកំពុងតែស្ថិតនៅក្នុងដំណាក់កាលទី1នៅឡើយទេឆ្លើយសំណួរទី5បាទទិសតសិនបាទសំទោសទិសបច្ចឹមតើជាទិសណាបងស្រីបានជ្រើសរើសថាជាទិសខាងលិចជាចម្លើយ A ជាចម្លើយចុងក្រោយបូអាគ្នេយ៍តសិននេះស្អីបច្ចឹមនេះយ៉ាងដែរគាត់បានទេទាំង3ទិសស្គាល់បានសាបន្តិចមើលបូអាគ្នេយ៍តសិននេដីបច្ចឹមវាយប់ឧត្តរអេសានអបអរសាទរបាទបាទសូមជម្រាបជូនបងអូនស្រីថាបងអូនបានឆ្លងកាត់ដំណាក់កាលទី1រួចនេះគឺបងអូនមានទឹកប្រាក់100,000រៀលនៅក្នុងហោប៉ៅចំណែកឯដំណាក់កាលទី2ប្រសិនបើបងអូនឆ្លើយត្រូវដល់សំណួរទី10នោះបងអូននឹងមានទឹកប្រាក់3,200,000រៀលនៅក្នុងហោប៉ៅឆ្លងកាត់ដំណាក់កាលទី3រួចបងអូននឹងមានទឹកប្រាក់ទៅផ្ទះ100លានរៀលបងអូននៅនៅមិនទាន់ប្រើជំនួយទាំង3នៅឡើយទេមិនថាទស្សនិកជននៅទីនេះ50/50និងទូរស័ព្ទចាប់ពីវគ្គ2នេះទៅឬក៏ពីដំណាក់កាលទី2នេះតទៅអូនស្រីមានសិទ្ធិពិសេសមួយគឺនៅពេលដែលប្រើជំនួយអស់ហើយទៅលើសំណួរដែលយើងគៀងនៅតែរកចម្លើយមិនឃើញអូនស្រីមានសិទ្ធិពិសេសប្រើអាចដើរចេញអំពីកៅអីសេដ្ឋីនៅក្នុងអត្រាទឹកប្រាក់នៃសំណួរដែលឆ្លើយរួចសំណួរតម្លៃ200,000រៀលសំណួរតើកម្រងពាក្យពេចន៍ដែលមានន័យត្រឹមត្រូវស្ទើរគ្រប់សម័យកាលត្រូវបានហៅដូចម្ដេច A ពាក្យស្លោកB ពាក្យសំនួន C ពាក្យកាម D ពាក្យសុភាសិតអូននៅមានជំនួយទាំង3កំពុងតែរងចាំនៅឡើយបើសិនជាបងអូនមិនច្បាស់តែប្រសិនបើបងអូនច្បាស់សូមបងអូនជ្រើសចម្លើយសូមយកចម្លើយ D ពាក្យសុភាសិត D ពាក្យសុភាសិតជាចម្លើយចុងក្រោយជាចម្លើយចុងក្រោយមានកម្រងពាក្យពេចន៍ខ្លះនោះមានន័យសម្រាប់ប្រើរយៈពេលយូរហើយខ្លះទៀតក៏មានន័យត្រឹមត្រូវស្ទើរគ្រប់សម័យកាលអាចលើកឧទាហរណ៍ទៀតប្រសិនបើយើងជឿជាក់ថាពាក្យសុភាសិតជាចម្លើយចុងក្រោយហើយជាចម្លើយត្រឹមត្រូវធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយជាការពិតបើយើងធ្វើស្រែអត់ទឹកក៏អត់មានស្រូវដែរហើយបើយើងធ្វើសឹកអត់មានគ្រឿងឧបភោគបរិភោគសម្រាប់ទ្រទ្រង់រាងកាយមានកម្លាំងឯណាទៅតស៊ូជាមួយនឹងខ្មាំងសូមឧទាហរណ៍មួយទៀតមានទេសំណាបយងដីស្រីយងប្រុសបាទសំណាបយងដីស្រីយងប្រុសសម្លឆ្ងាញ់ដោយសារគ្រឿងកិត្តិយសប្តីរុងរឿងដោយសារភរិយាគឺមានន័យជាអមតៈប្រើបានប្រាស់បានគ្រប់សម័យកាលងាយជាទីបំផុតចេះមកពីរៀនមានមកពីរកមានមកពីរកអរគុណបាទ D ជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរតម្លៃ40,000រៀលតើ1អ៊ីងមានប៉ុន្មានសង់ទីម៉ែត្រ A 2.30 សង់ទីម៉ែត្រ B 2.32 សង់ទីម៉ែត្រ C 2.54 សង់ទីម៉ែត្រ D 2.45 សង់ទីម៉ែត្រសូមជំនួយទស្សនិកជនអូនចង់បានជំនួយទស្សនិកជនអូននឹងទទួលបានជំនួយនោះភ្លាមអរគុណបាទខ្ញុំបាទសូមជម្រាបបាទណាប្រសិនបើដឹងចម្លើយ1អ៊ីងមានប៉ុន្មានសង់ទីម៉ែត្រសូមជួយចុចឆ្លើយជូនដល់បងស្រីម៉ានិតផងព្រោះតែកំពុងតែគៀងហើយបាទណាត្រៀមចាប់ផ្ដើមអូ C 2.54 សង់ទីម៉ែត្ររហូតដល់ 88% នៅក្នុងចំណោមទស្សនិកជនទាំងអស់នៅក្នុងកម្មវិធីទាំងមូល
សុំយកចម្លើយ C សូម 2.54 យកចម្លើយ C តាមគាត់ ចា ជាចម្លើយ ចុងក្រោយ ជាចម្លើយចុងក្រោយអត់ដឹងទៀតហើយ បើពួកគាត់មកពីគ្រប់មជ្ឈដ្ឋានណាបាទគាត់មានសមត្ថភាពនិងវត្តពិសោធន៍គ្រប់គ្នាយកតាមគាត់បើគាត់ខុសគឺយើង ខុស ទៅផ្ទះវិញ100,000 រៀល C ជាចម្លើយចុងក្រោយអបអរសាទរបាទសូមជូនពរជាបន្តទៀតបាទសំណួរទី8មានតម្លៃ 80,000 រៀលសំណួរតើកីឡាករម៉ានីប៉ាក់គៀវមានសញ្ជាតិអ្វី A មីយ៉ាន់ម៉ា B ថៃ C ហ្វីលីពីន D ឥណ្ឌូនេស៊ី នេះខ្ញុំសូមជ្រើសរើសយកចម្លើយ C ហ្វីលីពីន ហើយបីដូចជាជឿជាក់មែនតើមានហេតុផលទេបាទ ធ្លាប់ទស្សនាការបដាល់របស់គាត់ ចូលចិត្តទស្សនាការបដាល់ដែរ ម្ដងម្កាល ម្ដងមួយកាល C ជា ជាចម្លើយ ចុងក្រោយ C ជាចម្លើយចុងក្រោយទស្សនាម៉ានីប៉ាក់គៀវពេលនោះប្រកួតជាមួយកីឡាករណាដឹងទេ អត់ចាំឈ្មោះគាត់ទេប៉ុន្តែដឹងតែគាត់ឈ្នះ ដឹងតែគាត់ឈ្នះ ចា មីយ៉ាន់ម៉ាគឺប្រទេសភូមាឥណ្ឌូនេស៊ីថៃនិងហ្វីលីពីនបងអូនជ្រើសរើសយកហ្វីលីពីនអបអរសាទរបងស្រីសំណួរតម្លៃ1,600,000 រៀលតើទ្វីបអឺរ៉ុបស្ថិតក្នុងអត្តកូលខាងណា A អត្តកូលខាងជើង B អត្តកូលខាងត្បូង C អត្តកូលខាងលិច D អត្តកូលខាងកើត នាងខ្ញុំសូមជ្រើសរើសយកចម្លើយ A អត្តកូលខាងជើង A អត្តកូលខាងជើងជឿជាក់មែនតើ ចា ច្បាស់ ច្បាស់ សុំហេតុផលបន្តិចមើល ព្រោះថាខ្ញុំចូលចិត្តមើលផែនទីពិភពលោកហើយស្គាល់ថាបើទ្វីបអាហ្វ្រិកគឺនៅអត្តកូលខាងត្បូងខាងចាហើយទ្វីបអឺរ៉ុបគឺនៅលើខ្សែអេក្វាទ័រគឺហៅថាអត្តកូលខាងជើង លើខ្សែអេក្វាទ័រហៅថាអត្តកូលខាងជើងដូច្នេះជំនួយនៅសល់2ណាដូច្នេះ A ជាចម្លើយ ចុងក្រោយ A ជាចម្លើយចុងក្រោយមានន័យថាទ្វីបអឺរ៉ុបស្ថិតនៅក្នុងអត្តកូលខាងជើងបាទលោកស្រីនាងកញ្ញាជាទីមេត្រីបាទបន្តិចទៀតនឹងបានជ្រាបថាចម្លើយរបស់បងអូនស្រីមនិតត្រឹមត្រូវឬមិនត្រឹមត្រូវពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិន